ពេលវេលាដែលប្រជាជនពេញនគរខំបន់ស្រន់រងចាំអរិយពេល155ថ្ងៃទៅហើយនោះពេលនេះវរៈកងទ័ពកម្ពុជាទាំង18រូបបានត្រឡប់មកកាន់មាតុភូមិដែលជាប្រទេសកំណើតរបស់យើងវិញហើយអរគុណណាស់ដល់រាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងប្រើគ្រប់យន្តការក្រមច្បាប់អន្តរជាតិដើម្បីឲ្យសៀមដោះលែងវរៈកងទ័ពកម្ពុជារបស់យើងទាំង18រូបមកវិញនាពេលនេះមហាជនពេញនគរស្រក់ទឹកភ្នែកដោយក្តីរំភើបដែលនេះជាកាដូដ៏ធំបំផុតសម្រាប់ពលរដ្ឋខ្មែរនាឱកាសឆ្លងឆ្នាំសកលឆ្នាំថ្មីនេះបើទោះបីជាប្រទេសកម្ពុជាបានជួបនូវសោកនាដកម្មសង្គ្រាមឈ្លានពានពីកងទ័ពសៀមយ៉ាងណាក៏ដោយពួកយើងទាំងអស់គ្នាសូមឱនក្បាលគោរពចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់វរៈកងទ័ពទាំងអស់របស់កម្ពុជា